បាទជំរាបសួរក៏ដូចជាសួស្តីអ្នកនេះស្វាគមន៍មកកាន់វីដេអូថ្មីជួបជាមួយខ្ញុំយូអញ្ចឹងវីដេអូនេះដែរគឺខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាទៅការ add ទៅលើwidget ដែលជាមុខងារមួយដែល Discord គាត់បាន release យូរហើយតែកាលមុនយើង add បានទៅលើតាម favorite game want to play game in rotation អីចឹងមកឬ game I like it ទៅតែបើសិនអ្នកចង់ add ជាទម្រង់បែបនេះគឺយើងមានរបៀបធ្វើហើយខ្ញុំនឹងកូដឲ្យទៅដល់អ្នកទាំងអស់គ្នាធ្វើអញ្ចឹងរបៀបនៃការធ្វើអ្នកនេះចូលទៅកាន់link ដែលខ្ញុំដាក់នៅក្នុង comment ពេលអ្នកនេះចូលមកកាន់ link មកអ្នកនេះស្រុតមកកាន់ screen មួយនេះអញ្ចឹងរកកាន់ screen ហើយអ្នកឃើញពាក្យខាងលើនេះគឺយើងមាន2 file ទី1គឺ budget ធម្មតាទី2 Discord budget អញ្ចឹងអាហ្នឹងវាតែមួយទេគ្រាន់តែទី1គឺខ្ញុំបំបែកឲ្យអ្នកនេះធ្វើដោយសារប្រើ bot ខ្លួនឯងហើយមួយទៀតគឺខ្ញុំបង្កើតកូដឲ្យធ្វើពេលបង្កើតទៅវាបានទាំងអស់យកមកអញ្ចឹងបានទាំងអស់មានថាម៉េចមានពេលដែលយើងបង្កើតទៅគឺវានឹងចេញជាទម្រង់ profile បែបនេះឲ្យយើងមកហ្មងតែយើងអាចកែបានមិនមែនជារូបបែបនេះទេអ្នកនេះគាត់វាមានពណ៌មានផ្លាស់ខ្លះនេះទៅអញ្ចឹងរបៀបនៃការធ្វើចូលមកអញ្ចឹងចូលមកកាន់ Discord portal មកចុះខំពេលគាត់ចូលមកកាន់ដល់ account នេះប្រើ account នេះអញ្ចឹង account នេះដំបូងគឺអត់មានអីទេអញ្ចឹងដំបូងមានអីទេហើយក៏មានមុខងារនឹងដែរអញ្ចឹងយើងមានតែប្រហែលទេខ្ញុំចង់ចូលមកកាន់នេះមកគេទៅថាឲ្យយើងចូលទៅកាន់យើងចូលទៅកាន់ Discord portal សិនគេចុចចូលមកកាន់មកយើងឲ្យទៅ Discord portal នេះមក explain នេះដល់មកយើងចុច press control បុក shift បុក I មកបុកមកវានឹងចេញpop up នេះដល់មកវាឲ្យយើងទៅកាន់console tab នេះ console tab នេះពេលដល់ console tab នេះហើយអ្នកគ្នា copy អាកូដនេះមក copy កូដនេះមកតោះនេះ paste ចូលអញ្ចឹងបើសិនតែអ្នក paste ទៅវាមាន load ពាក្យអក្សរពណ៌លឿងណាពណ៌លឿងអ្នកគ្រាន់តែ save ពាក្យថា hello pasting អ្នក save ឡើងទៀតអ្នកគេ paste enter មកវានឹងឲ្យអ្នក say copy កូដមកពេល say ហើយទៅយើង paste កូដយើងចូលមកពេល paste កូដចូលមកហើយវានឹងបង្កើត bot ឲ្យយើងមួយពេលបង្កើត bot យើងមួយចាំមកស្ទុះទៅអញ្ចឹងឥឡូវនេះវានឹង message ថាអ្នក in the bot អញ្ចឹងឥឡូវវាត្រូវឲ្យយើងបាយ password មួយសិនអញ្ចឹងអ្នកត្រូវការបាយ password មកព្រោះថាឥឡូវខ្ញុំបាយ password បន្តិច password មួយសិនអញ្ចឹងបើសិនអ្នកដាក់ two factor វាឲ្យយើងដាក់ two កូដ two factor អញ្ចឹងដោយសារខ្ញុំប្រើ password ខ្ញុំប្រើ password អញ្ចឹងខ្ញុំ verify មក complete ចេះអញ្ចឹងពេលដល់វារត់មក scan screen មួយនេះអញ្ចឹង screen មួយនេះគឺយើង add ជាទម្រង់បែបនេះអ្នកនរគ្នាហើយអញ្ចឹងអ្នកចង់កែមកចង់កែទៅលើ title នេះកែrole topic ដាក់សិនខ្ញុំដាក់មួយខ្ញុំដាក់ underscore ខ្ញុំចង់ដាក់ description ខ្ញុំចង់ add title ហើយខ្ញុំចង់ add subtitle ខ្ញុំចុចនេះយកពាក្យ text មកខ្ញុំចុចចូលកាន់ខ្ញុំសុំចុចសារយើងយូរតិចខ្ញុំ copy detail ដាក់ underscore ចឹងពីមកដាក់ detail ឡើងដាក់យកពីចុច content ទៅកុំបាក់ចូលខ្ញុំយក detail underscore ចឹងមកបើមិនចង់ដាក់រូបយើងចុច like image នេះយកកន្លែងនេះយកជា application asset មកហើយយើង upload asset ពីរូបទៀតហ្នឹងចូលមក logo ចុច set ខ្ញុំចេញបែបនេះខ្ញុំ make public មក sell ឲ្យបានក៏ចាំយើងកែទៅបានទៅកាន់ហើយមកវាមានក្នុងវាមាន5ហ្នឹង add នេះគឺ top ខ្ញុំហើយ add នេះ preview ទៅ mini profile ចឹងមកខ្ញុំចាប់ទៅ top ខ្ញុំថត6ខាងក្រោមនេះតែថានេះវាមាន detail set នេះទៅមកចុច content មកខ្ញុំកែមកអូនទី1នេះចុចកែលើនេះកែមកបាយយូរវាខ្ញុំកែទៅលើគេខ្ញុំកែជា code link ចឹងមក code link ទៅលើខ្ញុំចង់ទៅ set detail ចឹងមកទី1ចាក់ដាក់សិនទៅចឹងមកទៅដាក់ចូលមកទី2មកចាក់ដាក់សិនណាហ្នឹងមិនឧទាហរណ៍ទេខ្ញុំមាន idea ដាក់ទៅគឺក៏មានគេមានរបៀបណែនាំនៅក្នុង episode មើលថែមទៅខ្ញុំដាក់មួយទៀត operation នេះខ្ញុំដាក់តែសិនយក learning នេះ development នេះ development ពេលលឺទៅមកដាក់សិនទៅតែយើង sell ពេលយើង sell ហើយអញ្ចឹង profile យើងពេលដែលយើងចូលទៅមើលទៅវានឹងចេញទម្រង់បែបហ្នឹងហើយចូលមកកាន់លើនេះអ្នកគេឃើញទម្រង់បែបនេះហើយតែបើទម្រង់បែបនេះមានថាវាអត់តាន់ complete ទេអ្នកផ្សេងគាត់មើលអត់តាន់ឃើញទេឧទាហរណ៍ខ្ញុំចូល account ខ្ញុំចូលទៅកាន់ chat ជាមួយគាត់អមទៀតអញ្ចឹងចុចលើ profile នេះមកគឺយើងមើលអត់តាន់ឃើញទេអញ្ចឹងរបៀបនៃការយើងបើឲ្យគេមើលឃើញដែរយើងចូលទៅកាន់
អា link ដែលខ្ញុំដាក់ឲ្យហ្នឹងអ្នកគ្នា scroll មកក្រោមតិចមកអ្នកគ្នាបើកទៅលើ PowerShell admin Windows PowerShell នេះយើងកុំបើក admin បើកធម្មតាជាស្រេចបើក PowerShell មកបងអ្នកគ្នាបើក Notepad មួយទៀតដើម្បីយើងព្រោះកែកូដអញ្ចឹងនៅពេលដែលបើក Notepad មកអ្នកគ្នា copy កូដមួយមកខ្ញុំសុំកូដមកដាក់យកកូដនេះមកដាក់មកកូដនេះហើយចូលកាន់ Notepad បើយើងកែបន្តិចយើងកែទៅលើទី1អ្នកនេះចូលទៅកាន់ Discord portal របស់យើងណាខ្ញុំចូលមកនេះឥឡូវនេះខ្ញុំចង់គេហៅខ្ញុំចឹងឥឡូវនេះយើងចង់ដូរឈ្មោះក៏បានដែរដូរឈ្មោះទៅវានឹង affect ទៅកន្លែងនេះខ្ញុំចង់ដូរឈ្មោះពេលដែលយើងដូរឈ្មោះទៅយើងនឹងកែកន្លែងខាងលើនេះឥឡូវនេះគឺដោយសារវាឈ្មោះ bot មានរូបអញ្ចឹងខ្ញុំចង់កែខ្ញុំកែដាក់ bot underscore ចឹងមកទៅពេលបើសិនហើយយើង refresh មកវានឹង load data យើងអញ្ចឹងកន្លែងនេះវាដូរគេនេះ underscore អញ្ចឹងនេះ underscore របស់យើងនេះមកអញ្ចឹងដើម្បីគេមើលឃើញទី1យើងមើលអាកូដនេះណាគេនឹងដាក់ detail ឲ្យយើងថាយើងធ្វើឲ្យខ្លះឈប់នេះទី1យើងត្រូវការតកែ bot token នេះដើម្បីវា run ណា bot token អញ្ចឹងយើងយក bot token ឡើងនេះហើយ do មកពីអ្នកនេះហើយ copy អា token នេះដាក់ចូលមក Notepad សិនមកឲ្យវានេះ copy ដាក់ Notepad សិនមករត់មកដល់ឡើយនេះគឺយើងត្រូវការនេះឡើយនេះ URI នេះត្រូវការទី1 application ID គឺជា ID របស់ bot ហ្នឹងនេះចូលមកឡើង general នេះមកចូលឡើង app ID វិញកែមកទៀតយើងត្រូវការ user ID user យើងដើម្បីវាបើកជា public អញ្ចឹងវាកើត user អ្នកនរគ្នាត្រូវការចូលទៅកាន់បើកមុខងារមួយដែលហៅថា developer tool នៅក្នុង Discord បើអ្នកនរគ្នាបើកហើយវានឹងចេញកន្លែងនេះថាជា user ID ឬក៏ server ID អញ្ចឹងមកតែចាំបើអ្នកនរគ្នាអត់បើកទេចូលទៅកាន់ setting ចូលទៅកាន់ developer នេះពេលបើកមុខងារមួយនេះចុចបើកអានេះមកវាមើលឃើញណាបើកពីខ្ញុំយកមកផាសកន្លែងនេះយកផាសហើយដល់ហើយ copy ទាំងអស់នេះមកចូលមកកាន់ PowerShell admin PowerShell ហ្នឹង admin រហូតស្រេច PowerShell ហ្នឹងយើងផាសវាចូលមកហើយយើង enter មកតែជាងថតវាចេញថ្មនេះគឺផាសហើយវា complete ហើយនឹង complete មានន័យថាអ្នកផ្សេងពេលដែលគាត់ចូលមើល profile យើងគឺឃើញតម្រង profile យើងជាតម្រងបែបនេះដែរឃើញអានេះរបស់យើងហ្នឹងឧទាហរណ៍ខ្ញុំចូលមកខ្ញុំ refresh account នេះមួយសិនអញ្ចឹងខ្ញុំ refresh ហើយពេល refresh ហើយអ្នកចុចចូល profile នេះនឹងទៀតមកអញ្ចឹងមើលឃើញហើយបើអ្នកមាន ID អីផ្សេងអ្នកអាចចូលទៅកាន់ហើយខ្ញុំទៅ channel មួយក្នុង server ខ្ញុំដើម្បីដាក់ជា template ថាវាមានកម្រិតផ្សេងៗទៅ ID អីបានដាក់ទៅហ្នឹងវាទៅយើងមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកចង់ add time ទៀតអ្នកចង់ add ទៅលើខាងซ้ายនេះអ្នកចូលទៅកាន់កន្លែង bot យើងណា time ទៀតខ្ញុំចង់ add មកខ្ញុំចូលមកទៅចូលយកទៅខ្ញុំនិយាយនេះខ្ញុំបើសិនអត់ឃើញនេះបើសិនពេលខ្លះពេលដែលយើងចេញចូលទៅអាមុខនេះវាបើកទេវានឹងបិទ Discord នេះបិទនឹងចោលខ្លះវានៅពេលខ្លះបើវាបិទអ្នកចូលទៅកាន់ script របស់យើងដែលខ្ញុំដាក់ link ណាចូលមកអ្នកក៏ copy អាកូដនេះបើសិនតែអត់ឃើញហ្នឹងអ្នក copy អាកូដឡើងលុយមកចូលខ្ញុំ copy មកបើសិនតែអត់ឃើញខ្ញុំចូល bot នេះខ្ញុំចូល bot នេះវានេះឃើញតែខ្ញុំបើកមកខ្ញុំចូល bot នេះខ្ញុំសម្រាប់ចាំខ្ញុំ refresh ក៏វាអញ្ចឹងវាដាក់នេះបែបនេះអ្នកក៏បើក control shift ឡើងមកហើយផានខ្ញុំចាំផាកូដនេះចូលមកហើយ enter មកខ្ញុំជិះទៅកៅមួយចូលមកវិញអាមុខនេះវាឃើញឡើងមកទៀតហើយអ្នកអាចថែមជាបន្ថែមចង់ថែម subtitle នេះទៅកែមកបើសិនតែចង់កែដូចខ្ញុំនេះ add review មកពីដាក់ add រូបនេះអញ្ចឹងហើយចូលទៅខ្ញុំ add រូបនេះខ្ញុំ save នេះមក save update ទៅមានវាផ្សេងទៀតមាន profile នេះដាក់មក hero stand នេះខ្ញុំចង់កែមកយកជា text underscore យកមក welcome ហ្នឹងអញ្ចឹងទៅហើយខ្ញុំអត់បានដាច់ខ្ញុំ subscribe មកខ្ញុំដាក់រូបចុចមកយករូបនេះមកទៅពេលរូបអ្នកត្រូវការយក application asset ខ្ញុំត្រូវការដាក់មកខ្ញុំ save ពេលយើង save យើងមក refresh លើកន្លែង Discord នេះsubscribe មកគឺចុចមកចេញរូបនេះអញ្ចឹងវីដេអូយើងដូចជាមានតែប៉ុណ្្នឹងទេបើសិនអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មានបញ្ហាណាមួយអ្នកអាចចូលមកកាន់ Discord server របស់ខ្ញុំហើយខ្ញុំដាក់ link នៅក្នុង profile បានតិចហ្នឹងសិនខ្ញុំទៅបុកទៀតចឹងតិចចុចបាក់មកចេញរូបស្អាតតាមប្រោយអញ្ចឹងអ្នកចូលមកកាន់
ចូលកាន់ profile ខ្ញុំមកខ្ញុំឃើញ link មួយនេះគឺជា link server របស់យើងចូលកាន់ហើយអ្នកឆាតមកសួរអាចរកខ្ញុំបានខ្ញុំនៅលើនេះខ្ញុំអាចឃើញ online អាចឆាតមកខ្ញុំផងឬក៏បង្កើត ticket ក៏បាន ticket ខ្ញុំ support ហើយបើសិនអ្នកចាប់អារម្មណ៍ចង់ទិញប្រភេទជាតម្រងពួក avatar ដែលខ្ញុំឃើញក្នុង shop នេះសិនចាប់អារម្មណ៍ចង់ទិញ avatar ដែលមានតម្លៃធូរថ្លៃព្រោះក្នុងនេះបើសិនកាលនេះ Discord គាត់លក់$5ទេខ្ញុំលក់ discount លើពាក់កណ្ដាលទៀតខ្ញុំចាប់អារម្មណ៍អាចទិញខ្ញុំបានហើយខ្ញុំបោះតម្លៃមកវិញលើ avatar មួយចាំមកអញ្ចឹងដូចជាអត់មានអីទេមានតែប៉ុណ្្នឹងឲ្យវែងពេកហើយជម្រាបលាបាយបាយកុំភ្លេចជួយ follow TikTok ហើយ subscribe channel YouTube ខ្ញុំម្នាក់មួយផងអរគុណជម្រាបលា